កម្ពុជាស្វាគមន៍ចំពោះកិច្ចព្រមព្រៀងដែលសម្រេចបានរវាងសហរដ្ឋអាមេរិកនិងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ក្នុងគោលបំណងពង្រឹងបទចម្បាញ់កាត់បន្ថយភាពតានតឹងនិងការប្រើប្រាស់ច្រកសមុទ្រហ័រមាស់ឡើងវិញអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី19ខែមិថុនាឆ្នាំ2026នេះបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសំណួរខាងលើនេះអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ដូចខាងក្រោមកម្ពុជាស្វាគមន៍ចំពោះកិច្ចព្រមព្រៀងដែលសម្រេចបានរវាងសហរដ្ឋអាមេរិកនិងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ក្នុងគោលបំណងពង្រឹងបទចម្បាញ់កាត់បន្ថយភាពតានតឹងនិងបើកច្រកសមុទ្រហ័រមាស់ឡើងវិញកម្ពុជាតែងតែគាំទ្រជានិច្ចនៅការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនាវិធីសាស្ត្រការទូតនិងការគោរពគ្នាទៅវិញទៅមកកម្ពុជាសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកក្នុងដំណើរការសម្របសម្រួលនាំឲ្យសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះហើយកម្ពុជាសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តប្រកបដោយសុចន្ទៈនិងនាំទៅរកសន្តិភាពយូរអង្វែងនិងប្រកបដោយចីរភាពកម្ពុជាជឿជាក់ថាសន្តិភាពស្ថិរភាពនិងសេរីភាពនៃការធ្វើនិវាចរនៅតំបន់មជ្ឈិមបូព៌ាគឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សន្តិសុខក្នុងតំបន់និងពិភពលោកកំណើនសេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិនិងវិបុលភាពរួមការបើកច្រកសមុទ្រហ័រមាស់ឡើងវិញនឹងជួយស្ដារទំនុកចិត្តឡើងវិញនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកលនិងរួមចំណែកដល់ស្ថិរភាពនៅក្នុងទីផ្សារថាមពលអន្តរជាតិកម្ពុជាលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តកសាងសន្ទុះវិជ្ជមាននេះតាមរយៈការសន្ទនាប្រកបដោយចីរភាពនិងការចូលរួមប្រកបដោយការស្ថាបនាក្នុងគោលបំណងលើកកម្ពស់សន្តិភាពនិងស្ថិរភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ានិងក្នុងពិភពលោក